សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះមកបែបត្រីធម្មជាតិហ្មងបងប្អូនអើយនិយាយទៅត្រីនេះគឺត្រីដែលរកបានដោយខ្លួនឯងអញ្ចឹងណាហើយការរកហ្នឹងមានតាមរយៈបូមបៀជាមួយនឹងការស្ទូចទៀតនេះហើយត្រីនេះគឺត្រីស្ទូចពីតលីមកហើយមើលវាធាត់ឲ្យតំណងបងប្អូនអើយហើយมันមែនតិចបានច្រើនណាអ្នកសិតតែត្រីឆ្លាំងហ្នឹងបងប្អូនហើយសាច់វាផ្អែមសាច់វាដាក់អាំងជាមួយនឹងជាក្រាន់ជាមួយនឹងល្ងើកភ្លើងអស់យើងអញ្ចឹងណាហើយអញ្ចឹងវានិយាយទៅវាលក្ខណៈថាបែបហើយថ្ងៃនេះយើងមានត្រីផ្សេងទៀតដែរដោយសារមានត្រីបូមបៀរួមគ្នាអញ្ចឹងទៅយើងដាក់អាំងវាជា2 3ភ្នក់អញ្ចឹងណាហ្នឹងហើយនិយាយចេះទៅជាភ្នក់ចេះទៅស្រួលព្រោះនៅស្រុកនៅខាងខេត្តនៅខាងស្រុកខ្សែអីអានេះយើងហៅភ្នក់ភ្លើងដោយរបៀបយើងបង្កាត់ភ្លើងហើយយកទៅអាំងអីចឹងណានេះយើងធ្វើមួយប៉ែកចឹងទៅវាមានត្រីឆ្ពិនវាមានត្រីឆ្លាំងវាមានត្រីរស់វាមានត្រីស្ដោអីចឹងណានេះត្រីយើងបូមបៀបានអញ្ចឹងណាហើយដាក់បង្កាត់អាំងទៅអានោះខ្លះអានេះខ្លះហើយអានេះពពួកចូលដល់ត្រីរស់ហើយជាមួយនឹងត្រីត្រីដែងត្រីអីចឹងណានិយាយទៅថ្ងៃនេះមានច្រើនណាបងប្អូនអើយមកនេះគឺមកលក្ខណៈជាត្រីធម្មជាតិសុទ្ធតែម្ដងហើយទឹកត្រីថ្ងៃនេះគឺខ្ញុំធ្វើបុកមាន2រសជាតិអានេះពពួកត្រីមកបែបទៀតនេះមានត្រីដែងហងមានត្រីឆ្ពិនហងនិយាយទៅយើងមកអាំងបកាត់ជាភ្នក់មកភ្នក់អាំងអញ្ចឹងណាបើយើងដាក់អាំងកូរចូលគ្នាខ្លាច់វាងាយឆ្អិនអញ្ចឹងហើយអានេះត្រីធំពពួកជាត្រីស្ដោត្រីអីអញ្ចឹងទៅហើយខ្ញុំក៏ធ្វើទឹកត្រីថ្ងៃនេះគឺមាន2រសជាតិទី1គឺអំពិលបុកដាក់ប្រហុកជាមួយម្ទេសហើយវិធីបុកនៅតែក្នុងរូងបងប្អូននេះគាត់នេះយើងថែមទឹកប្រហុកអញ្ចឹងណាហើយនឹងមួយទៀតយើងបុកដូចគ្នាដែរយើងបុកទឹកត្រីមួយបែបទៀតដែរអានោះយើងញ៉ាំលាយមួយបន្លែមួយអីបានដែរអញ្ចឹងណាហើយនេះយើងចាប់ផ្ដើមមានទឹកត្រីទឹកអីនេះចាប់ផ្ដើមកូរដាក់ខ្ទឹមដាក់អីរៀបចំមួយមុខទៀតហ្នឹងនេះនិយាយទៅបុកមួយមុខនេះយើងអាចញ៉ាំមួយបន្លែបានហើយចំណុចពិសេសនៃបុកទឹកត្រីហ្នឹងគឺយើងលាយត្រីអញ្ចឹងណាហើយយកមកញ៉ាំមួយបន្លែមួយប្លុកយើងបន្ថែមទៀតទៅហើយជាមួយនឹងសាច់ត្រីដែលយើងអាំងលក្ខណៈធម្មជាតិហ្នឹងទៀតបងប្អូនអើយជាតិខ្លាំងណាស់ជាតិមែនតែនហ្មងណាគាត់នឹកឃើញនេះអានេះរសជាតិហ្នឹងនឹកឃើញគឺចង់ញ៉ាំទៀតបងប្អូនហើយនេះយើងចាប់ផ្ដើមបុកបដាហើយមានណាពេលបុកហ្នឹងយើងសាក់ភ្លក់ហ្នឹងជាមួយបន្លែអីខ្លះទៅព្រមតែយើងចាំត្រីយើងឆ្អិនអីចឹងណាយើងដាក់បដាទៅចាំកាលទៀតជាពិសេសយើងមានទឹកត្រីអំពិលផុសយើងដែរអញ្ចឹងណាចឹងវីដេអូថ្ងៃនេះមានតែប៉ុណ្្នឹងទេបងប្អូនអើយអរគុណច្រើនសម្រាប់ការតាមដានទស្សនាហើយបើមានខ្វះខាតឬក៏ខុសឆ្គងចំណុចកន្លែងណាក៏សូមខន្តីអភ័យទោសទុកជាមុនណាបងប្អូនហើយនេះចាប់ផ្ដើមញ៉ាំណា